ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាវិលមកជួបជាមួយវីដេអូថ្មីរបស់នាងខ្ញុំខ្លឹមស៊ីនៀនទៀតហើយចាថ្ងៃនេះដែរនាងខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលចំការជ័យពងមុនចាមែនទែនទៅសម្រាប់ចំការជ័យពងមុននេះដែរបងប្រុសគាត់ដាំអស់រយៈពេល1ខែកន្លះមកហើយតែជាក់ស្ដែងគឺថាល្អខ្លាំងមែនទែនពុកម៉ែបងប្អូនអើយដោយសារតែខែនេះខែត្រជាក់ផងដើមចេកយើងស្លឹកចេកអីមើលទៅឡើងខៀវស្រងាត់តែម្ដងចាសម្រាប់ដំណាំចេកពងមួនបើយើងចង់ឆាប់បានប្រមូលផលលឿនទី1នឹងបងប្អូនត្រូវតែមើលថែពីតូចឲ្យបានដិតដល់ចាសម្រាប់ការមើលថែនេះដែរទី1បងប្អូនមើលថែទៅលើស្មៅអត់ឲ្យស្មៅនឹងជន់ដំណាំចេករបស់យើងទេតកតងក្នុងការសម្អាតស្មៅក៏សំខាន់ដែរពុកម៉ែបងប្អូនកាលណាដែលបងប្អូនអត់ទាន់បានសម្អាតជើងក្រោមឬក៏បាញ់ស្មៅឲ្យងាប់ជាមុនសិនតែពុកម៉ែបងប្អូនដាក់ជីអញ្ចឹងហើយចេកយើងពេលដាក់ជីនឹងអត់សូវឃើញលទ្ធផលទេ